បាទថ្មីទៀតហើយបាទយប់មិញក្តៅយប់មិញនេះបាទយប់មិញនេះគឺបន្ទាប់ពីកាលពីថ្ងៃទី20ខែធ្នូឆ្នាំ2025បន្ទាប់ពីទាហានថៃបានឈ្លានពានទឹកដីកម្ពុជានៅកាស៊ីណូថ្មដាបាទបន្ទាយយោធាកម្ពុជានិងផ្ទះ3ខ្នងនៅឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ទាហានថៃបានលុកលុយចូលលានដ្ឋានរបស់ទាហានកម្ពុជាបាទហ្នឹងហើយបាទហើយអានឹងកាលពីថ្ងៃទី20កាលពីថ្ងៃបាទបាទហើយបន្ទាប់ពីថ្ងៃឡើងគឺពួកចោសៀមបានចូលឈ្លានពាននៅវាលវែងថ្មដាហើយបានចូលធ្វើសកម្មភាពសบายចិត្តនៅពេលដែលបានចូលកាន់កាប់ថ្មដានៅប៉ុន្មានម៉ោងចុងក្រោយនៅពេលរុស្ស៊ីកាលពីម្សិលមិញថ្ងៃទី20នេះបាទនៅបន្ទាប់ពីម្សិលមិញបន្ទាប់ពីវាចូលកាន់កាប់ថ្មដាបានឈរជើងយ៉ាងច្រើនពុទ្ធិហាមរបស់សៀមនៅនឹងថ្មដានឹងបាទស្រាប់តែយប់ឡើងមានណាបងប្អូនបាទយប់ឡើងយប់មិញហ្នឹងបាទយប់មិញហ្នឹងគឺមានការបាត់ទ្វារវៃឆ្កែបាទដូចអ្វីដែលបានគិតទុកមែនបាទគឺយប់ឡើងដូចយប់មិញវេលាប្រហែលម៉ោងដូចម៉ោង9ម៉ោង10ហ្នឹងបាទគឺផ្ទុះខ្លាំងនៅថ្មដាដោយកម្ពុជាយើងបានប្រើយុទ្ធសាស្ត្របិទទ្វារវៃឆ្កែគឺមិនដឹងជាស្លាប់ប៉ុន្មានទេបាទនៅទាហានសៀមយប់មិញនោះបាទដោយសារស្រាប់តែយប់មិញគឺបាញ់ស្រោចខ្លាំងមែនទែនគឺ BM21 មិនដឹងដាក់ប្រមាណគឺច្រែងទេបាទបងប្អូនគេដូចដែលបានដឹងស្រាប់ហើយថាកាលពីយប់មិញហ្នឹងគឺខ្ញុំបានតាមដានទៅលើព័ត៌មាននៅខ្លាំងណាស់បាទគឺឃើញមានការផ្ទុះខ្លាំងភ្លើងសន្ធោសន្ធៅនៅពេញហ្នឹងឯងបាទហើយចៅសៀមយប់មិញមិនតិចទេបាទកងទ័ពសៀមខ្ញុំថាមិនតិចគឺមិនតិចហើយទៅសម្ដេចបវរធិបតីបានសរសេរសារមួយទាំងកណ្ដាលយប់ដូចនេះថាបាទអញ្ចឹងយើងមើលទាំងអស់គ្នាបាទសារនេះគឺខ្លីទេប៉ុន្តែស្ដាប់ហើយគឺចុចចាប់បាទគឺចូលសៀមស្ដាប់ហើយគឺចុចចាប់តែម្ដងបាទអញ្ចឹងយើងមើលសារទាំងអស់គ្នាដែលសម្ដេចបវរធិបតីបានសរសេរលើ page របស់សម្ដេចកាលពីយប់មិញបាទបន្ទាប់ពីបានបិទទ្វារវៃឆ្កែរួចរាល់ហើយគឺសម្ដេចក៏បានសរសេរសារដូចនេះថាបាទអញ្ចឹងយើងអាចមើលទាំងអស់គ្នាមុននឹងចូលគួររាប់គ្នាឲ្យបានច្បាស់សិនបើអាចចាកចេញបានគ្រប់ចំនួនចាត់ទុកថាពួកគេគ្រាន់បើបាទព្រោះនៅមានឱកាសបានឃើញពន្លឺព្រះអាទិត្យបាទសារប៉ុណ្ណេះអាចឲ្យយើងដឹងបងប្អូនសារប៉ុណ្ណេះអាចឲ្យពួកយើងដឹងទាំងអស់គ្នាថាយប់មិញគឺមានរឿងអីកើតឡើងបាទអូរឿងនេះពិតជាមិនធម្មតាទេបាទពិតជាមិនធម្មតាមែនបាទយប់មិញនេះបាទមិនដឹងជាចោសៀមអាចកិច្ចរួចផុតសំបីម្នាក់ក៏ប្រហែលមិនមានទេមើលទៅយប់មិញបាទទៅសម្ដេចបវរធិបតីបានសរសេរសារដូចនេះលើเพจរបស់សម្ដេចបាទសារមួយនេះគឺមានអត្ថន័យថាប្រសិនបើមានចោសៀមដែលជួយឈ្លានពានទឹកដីខ្មែរកាលពីយប់មិញហើយប្រសិនបើមានម្នាក់រួចខ្លួនបាទបើសិនជាមានម្នាក់រួចខ្លួនគឺសម្ដេចក៏បានសរសេរថាចាត់ទុកថាគ្រាន់បើហើយអូហូមិនដែរបាទមិនដែរចោសៀមបាទពុកម៉ែបងប្អូនយើងបានស្ដាប់សារនេះហើយគឺមានភាពជឿជាក់ទៅលើរាជរដ្ឋាភិបាលបាទសូមអរគុណគឺព័ត៌មានក្តៅ
ក៏ដូចជាថ្មីបានលើកមកចែកជូនពុកម៉ែបងប្អូនប៉ុណ្ណេះបាទ